បាទសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងតាយាយព្រមទាំងហ្វេនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទអមសុកបាទគឺនិយាយលេខបន្តិចបាទខ្ញុំបាទនិយាយទៅហើយគឺមានការខុសឆ្គងអីគឺក៏សូមខន្តីអភ័យទោសបាទព្រោះត្បិតខ្ញុំបាទរៀនបានតិចទេបាទគឺខ្ញុំបាទគឺនិយាយអំពីថ្ងៃទាំង7របស់ខ្មែរយើងហ្នឹងបាទដែលត្រូវបានបង្កើតមកដែលគេគិតទៅតាមសុរិយគតិហើយនិងច័ន្ទគតិបាទគឺដំណើរនៃព្រះអាទិត្យនិងដំណើរនៃព្រះច័ន្ទបាទទៅគេបង្កើតទៅជាឆ្នាំទាំង12ហើយនិងខែទាំង12ព្រមទាំងថ្ងៃទាំង10ថ្ងៃទាំង7ផងដែរបាទហើយថ្ងៃទាំង7ហ្នឹងគឺមានដូចជាថ្ងៃច័ន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍និងអាទិត្យបាទថ្ងៃទាំង7នេះគឺជាឈ្មោះរបស់ភពទាំង7ដែរបាទគឺដូចជាថ្ងៃច័ន្ទបាទថ្ងៃច័ន្ទគឺភពព្រះច័ន្ទយើងហ្នឹងបាទហើយថ្ងៃអង្គារគឺភពព្រះអង្គារបាទហើយថ្ងៃពុធគឺភពពុធបាទថ្ងៃព្រហស្បតិ៍គឺភពព្រហស្បតិ៍បាទថ្ងៃសុក្រគឺភពសុក្របាទហើយថ្ងៃសៅរ៍គឺភពសៅរ៍រីឯថ្ងៃអាទិត្យគឺភពព្រះអាទិត្យយើងហ្នឹងបាទហើយយោងទៅតាមតារាវិទូបាទបានបង្ហាញអំពីភពព្រះអង្គារបាទគឺមិនថាតែភពព្រះអង្គារគឺថាភពផ្សេងទៀតបាទគឺមានដីមានអីដូចតែភពផែនដីយើងចឹងបាទប៉ុន្តែគាត់ខុសគ្នាត្រង់ថានៅភពផែនដីយើងគឺមានខ្យល់អាកាសដកដង្ហើមមានរុក្ខជាតិមានជីវិតគេហៅថាជីវៈចម្រុះណាបាទគឺមានជីវិតច្រើនរស់នៅលើភពផែនដីយើងហ្នឹងបាទប៉ុន្តែនៅលើភពផ្សេងទៀតបាទដូចជាភពព្រះអង្គារអីហ្នឹងគឺมันមានជីវិតអីរស់នៅលើភពព្រះអង្គារហ្នឹងទេបាទគឺដោយសារដីនៅលើព្រះអង្គារហ្នឹងគឺគ្មានខ្យល់អាកាសបាទគ្មានទឹកគ្មានអុកស៊ីសែនដើម្បីដកដង្ហើមនោះទេបាទគឺមនុស្សដែលអាចទៅទីនោះបានគឺដោយសារដកដង្ហើមតាមអុកស៊ីសែនដែលស្ពាយនៅខ្នងនោះបាទយោងទៅតាមតារាវិទូបាទតារាវិទូដូចជាអង្គការ NASA ហ្នឹងគឺបានបញ្ចេញនៅវីដេអូបាទគឺវីដេអូតាក់ទងទៅនឹងភពព្រះអង្គារណាបាទគឺដោយមានជានមួយគឺនៅឈរជើងនៅទីនោះបាទគឺបានបង្ហាញនៅវីដេអូហ្នឹងគឺតាក់ទងទៅនឹងដីបាទដីនៅភពព្រះអង្គារគឺមានស្នាមទឹកបាទមានស្នាមទឹកនៅលើដីហ្នឹងបាទ Does Mars have water? Yes. We have found ice on Mars. បាទវីដេអូអំបញ្ញមិញនេះគឺគេបាននិយាយអះអាងថានៅភពព្រះអង្គារនេះគឺពិតជាធ្លាប់មានទឹកមែនបាទកាលពីរាប់លានឆ្នាំមុនបាទកាលណាមានទឹកគឺត្រូវតែមានខ្យល់ហើយថែមទាំងមានជីវៈចម្រុះនៅលើនេះថែមទៀតផងបាទប៉ុន្តែទឹកនៅលើភពព្រះអង្គារនេះគឺបានរីងហួតទៅវិញបាទគឺដោយសារពន្លឺនៃព្រះអាទិត្យហើយកាលណាតែគ្មានទឹកគឺជីវៈចម្រុះនៅលើនេះក៏គ្មានដែរបាទសូមអរគុណបាទដែលបានទស្សនាស្វែងយល់បាទសូមអរគុណបាទសូមជម្រាបលា